រូបភាពបែបនេះមកជាបែបនេះសម្រាប់បងប្អូនដែលប្រើប្រាស់ទូរស័ព្ទដៃ Oppo ឡើងពិបាកក្នុងការកែរូបទៀតហើយដោយសារតែ Oppo បានបំពាក់មកជាមួយនឹងមុខងារ AI ថ្មីមួយដែលមានឈ្មោះថា AI Portrait Glow មុខងារ AI ថ្មីមួយនេះវាពិសេសមែនតើសម្រាប់បងប្អូនដែលមិនចេះកែរូបសោះដោយយើងគ្រាន់តែចុចមួយคลิกពីរคลิกហើយមុខងារនេះវានឹងធ្វើការ process រូបភាពរបស់យើងឲ្យបានស្អាតតែម្ដងបន្ទាប់ពីធ្វើការ process វានឹងទម្លាក់ tool មួយដែលមានពាក្យថា Natural Light អញ្ចឹងយើងអាចកំណត់ពន្លឺខ្លាំងឬខ្សោយទៅលើរូបដែលយើងចង់បានវាជាការស្រេចបន្ទាប់ពីបងប្អូនបាន save រួចហើយអញ្ចឹងបងប្អូនកុំភ្លេចចូលទៅក្នុងមុខងារជំនួយមួយទៀតដែលមានឈ្មោះថា Retouch អញ្ចឹងយើងចូលទៅក្នុងមុខងារ Retouch ដើម្បីជួយសម្រួលត្រេមុខឬសាច់ម៉ត់ជាដើមហើយវីដេអូនេះមានតែប៉ុណ្្នេះទេសូមអរគុណជួបខ្ញុំនៅវីដេអូបន្ទាប់